រឿងនេះនិយាយអំពីអ្នកផ្សងព្រេង4នាក់ដែលមានពិសិដ្ឋជាអ្នកដឹកនាំហើយពិសីគឺជាសង្សាររបស់ពិសិដ្ឋចំណែកឯវណ្ណៈនិងសុផលវិញពួកគេសម្រេចចិត្តទៅបោះតង់ក្នុងព្រៃជ្រៅមួយហើយគេល្បីគ្រប់គ្នាថាទីនោះគឺជាបឹងមរណៈពីព្រោះថាបឹងទីនោះធ្លាប់មានមនុស្សស្លាប់ជាច្រើនដោយមិនដឹងមូលហេតុនៅពេលរសៀលពួកគេបានធ្វើដំណើរដល់ព្រៃជ្រៅពិសិដ្ឋគឺជាមនុស្សដែលមានជំនឿបន្តិចបន្តួចគេបាននាំមិត្តរបស់គេដើរចូលក្នុងព្រៃនោះកំពុងតែដើរច័ន្ទដាបានឃើញដើមមួយមានចងក្រណាត់ក្រហមនិងមាននំវាយថ្វាយនៅក្រោមដើមនោះក៏ប៉ុន្តែច័ន្ទដាពុំបានចាប់អារម្មណ៍នោះឡើយចំណែកឯសំផលវិញគេស្រាប់តែអស់កម្លាំងនិងមានអារម្មណ៍ថាខុសពីធម្មតាហិតលហើយដៃជើងពិសិដ្ឋបានមើលរំលងនិងធ្វើដំណើរបន្តទៅក្នុងព្រៃជ្រៅរហូតដល់កន្លែងត្រូវបោះតង់នៅក្បែរមាត់ទឹកយប់ជ្រៅភាពស្ងប់ស្ងាត់និងការចុះអាប់បានគ្របដណ្ដប់នៅក្នុងព្រៃជ្រៅមួយនោះខ្យល់ចាប់ផ្ដើមបោកបក់និងលាយឡំដោយក្លិនស្អុយវណ្ណៈកំពុងតែដេកលក់សុកក៏បានភ្ញាក់ឡើងដោយសារតែឮសំឡេងមនុស្សខ្សឹបខ្សៀវនៅក្បែរត្រចៀកតែពេលគាត់បើកភ្នែកឡើងគាត់មើលមិនឃើញអ្វីសោះពេលគាត់ក្រឡេកទៅក្រោយត្រង់គាត់ក៏បានឃើញស្រមោលធំជាច្រើនឈរអែបដើមឈើហើយរូបរាងស្រមោលហាក់ដូចជាកំពុងសម្លឹងមើលមកគាត់ភ័យញ័រដោយដឹងខ្លួនថានេះគឺជាខ្មោចគាត់ភ័យខ្លាំងណាស់មិនហ៊ានសំបីកម្រើកខ្លួនបន្តិចឡើយពេលនោះសុផលបានក្រោកឡើងនិងដើរទៅបន្ទោបង់ពេលដែលគាត់កំពុងតែអង្គុយបន្ទោបង់គាត់បានឮសំឡេងមនុស្សស្រែកនិងហៅឈ្មោះគាត់ចេញពីក្នុងបឹងគាត់បានងាកខ្លួនមើលនិងឃើញស្ត្រីម្នាក់សក់វែងអន្លាយនិងឈរលិចខ្លួននៅក្នុងបឹងដោយការភ័យខ្លាចពេកសុផលគឺមិនបានគិតអ្វីច្រើននោះឡើយគេបានរត់មកតង់វិញយ៉ាងលឿនពិសិដ្ឋនិងលីនដាក៏បានភ្ញាក់ផ្អើលដោយលីនដាបានចាប់ផ្ដើមយំដោយប្រាប់គាត់ថាគាត់បានឮសំឡេងមនុស្សលងទឹកហើយហាក់ដូចជាមាននរណាម្នាក់ចាប់ទាញជើងគាត់ពីក្រោយតង់ពិសីក៏បានយកពិលហើយឆ្លោះមើលជុំវិញស្រាប់តែឃើញជុំវិញរបស់គេមានស្នាមទឹកនិងមានស្នាមដៃប្រឡាក់ជុំវិញតង់គេតែម្ដងពួកគេសម្រេចចិត្តរើអីវ៉ាន់ទាំងយប់និងរត់ចេញពីព្រៃនោះទាំងយប់ពេលកំពុងរត់ពួកគេបានឮសំឡេងស្រែកនិងសំឡេងយំពីក្រោយខ្នងរបស់គេខ្សៅពួកគេពិតជាភ័យខ្លាំងណាស់សំឡេងចម្លែកចេះតែឮពីក្រោយខ្នងរបស់គេមិនចេះដាច់និងមិនឈប់នោះឡើយស្រាប់តែសុផលដែលរត់នៅពីក្រោយគេស្រាប់តែដួលផ្កាប់មុខហើយនៅស្ងៀមឈឹងពិសិដ្ឋបានរត់មកមើលហើយនឹងបានលើកបីសុផលគេក៏បានឃើញមុខសុផលសុទ្ធតែឈាមនិងធ្វើភ្នែកបញ្ឈរឡើងលើពិសិដ្ឋភ័យខ្លាំងណាស់នៅពេលដែលឃើញសុផលធ្វើភ្នែកបែបនេះអាចដូចជាសុផលកំពុងតែត្រូវអ្វីសង្កត់ពីលើបែបហ្នឹងពិសិដ្ឋក៏បានទម្លាក់សុផលចោលដោយមិនគិតពីសុផលនោះឡើយក៏បានប្រាប់គ្នារបស់គេឲ្យរត់ពួកគេបានរត់ចោលសុផលធ្វើឲ្យសុផលបានដេកស្លាប់នៅក្នុងព្រៃមួយនោះតាំងពីពេលនោះមកសុផលបានក្លាយជាខ្មោចតែហោងនៅក្នុងព្រៃមួយនោះដោយពួកគេទាំងអស់គ្នាមាននរណាម្នាក់ហ៊ានចូលទៅក្នុងព្រៃនោះទៀតឡើយបន្ទាប់ពីសុផលស្លាប់នៅក្នុងនោះពួកគេបានរត់ចេញមកផ្លូវថ្នល់នៅខាងក្រៅពួកគេម្នាក់គឺភ័យខ្លាំងណាស់ក៏នាំគ្នារត់ចូលឡានពួកគេបំរុងនឹងបើកឡានទៅហើយក៏ស្រាប់តែសុផលនៅពីក្រោយពេលនោះផងដែរសុផលមានសភាពដែលគួរឲ្យខ្លាចជាខ្លាំងពេលនេះពួកគេម្នាក់គឺចាប់ផ្ដើមវង្វេងគ្នាពិសិដ្ឋរត់វង្វេងតែម្នាក់ឯងដោយគេរត់ក៏បានជួបនឹងខ្មោចទឹកក៏បានចាក់គេនឹងឈើឫស្សីធ្វើឲ្យគេស្លាប់បាត់ទៅណែឯសង្សាររបស់ពិសិដ្ឋលីនដាក៏ត្រូវបានស្លាប់ដោយសារតែលងទឹកនៅក្នុងបឹងមរណៈមួយនោះអ្នកវណ្ណៈនោះវិញគេខំបន់ស្រន់អស់ហើយរូបរាងអ្នកតាឲ្យជួយគេក៏ប៉ុន្តែគេមិនអាចរួចគេញពីការស្លាប់នោះឡើយខ្មោចទឹកនោះបានចាក់គេនឹងឈើឫស្សីដូចជាសុផលដែលធ្វើឲ្យគេស្លាប់មួយរំពេចតាំងពីថ្ងៃនោះមកក្នុងព្រៃនោះពុំមានអ្នកណាហ៊ានទៅបោះតង់ឬធ្វើអ្វីនៅក្នុងព្រៃនោះទៀតឡើយរឿងខ្មោចតៃហងក៏សូមស្លែងតែប៉ុណ្ណេះបើបងប្អូនចូលចិត្តទស្សនានិងស្ដាប់វីដេអូរបស់ខ្ញុំកុំភ្លេចចុច like និង subscribe ម្នាក់មួយ